សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញពីរបៀបធ្វើនំម្សៅជ្រេហើយនំម្សៅជ្រេនេះខ្ញុំបង្ហាញទៅពីរបៀបលាយម្សៅទេចំពោះស្នូលសណ្តែកគឺខ្ញុំអត់បានបង្ហាញធ្វើទេដោយសារតែខ្ញុំមានស្រាប់ជាដំបូងនេះខ្ញុំមានម្សៅសណ្តែកចំនួន70ក្រាមទឹកចំនួន1លីត្រហើយស្ករសខ្ញុំប្រើចំនួន6ស្លាបព្រាកាហ្វេគ្រឿងផ្សំមានតែ3មុខនឹងទេហើយបន្ទាប់ពីយើងចាក់គ្រឿងផ្សំចូលអស់មកយើងកូរច្របល់គ្នាសព្វមកចំពោះស្នូលសណ្តែកគឺស្នូលដូចនំបាញ់ចានឿកអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចេះធ្វើនំបាញ់ចានឿកអញ្ចឹងស្នូលនឹងគឺដូចគ្នាតែម្ដងដោយសារតែស្នូលសណ្តែកខ្ញុំគឺកូរទុកស្រាប់ដាក់ក្នុងទូកកអញ្ចឹងពេលដែលខ្ញុំត្រូវការញ៉ាំខ្ញុំយកវាមករំលាយហើយបន្ទន់វាឲ្យក្តៅមកវិញហើយបានខ្ញុំចាប់ផ្ដើមធ្វើនំដូចជានំបាញ់ចានឿកនំបត់ឬមួយក៏នំផ្សេងៗអញ្ចឹងណាដូច្នេះហើយខ្ញុំធ្វើនំម្សៅជ្រេថ្ងៃហ្នឹងគឺអត់បានបង្ហាញពីរបៀបធ្វើស្នូលសណ្តែកទេគឺបង្ហាញតែរបៀបលាយម្សៅដើម្បីចាក់ជាមួយនឹងស្នូលសណ្តែកនឹងតែម្ដងបន្ទាប់ពីលាយម្សៅរួចរាល់ហើយអញ្ចឹងយើងបើកភ្លើងឲ្យក្តៅមកហើយកូរវារហូតទាល់តែឡើងដុំតិចៗអញ្ចឹងណាចាំយើងបន្ថយភ្លើងមកវិញសម្រាប់ការកូរម្សៅនឹងស្តៀងនឹងការយើងកូរធ្វើលតអញ្ចឹងហើយយើងកូរវារៀងឡើងខាប់មកយើងបិទភ្លើងចោលជាការស្រេចពេលកូរម្សៅគឺត្រូវការប្រើឆ្នាំងដែលអត់មានជាប់បាតបើមិនជាយើងប្រើឆ្នាំងដែលជាប់បាតធ្វើឲ្យម្សៅនឹងជាប់ឲ្យស្អិតខ្លោចអញ្ចឹងក្លិនអត់ល្អទេហើយម្សៅនេះរួចរាល់ហើយពេលដែលយើងកូរមិនបាច់ខាប់ខ្លាំងពេកទេដោយសារតែយើងរៀបនឹងចាក់វានឹងឡើងខាប់ម្ដងបន្តិចហើយអញ្ចឹងយើងកូរមករាវល្មមបានហើយដូចខ្ញុំបង្ហាញអញ្ចឹងណាចំពោះស្នូលសណ្តែកអ្នកទាំងអស់គ្នាយើងធ្វើឲ្យទន់បន្តិចបានឆ្ងាញ់កុំឲ្យធ្វើស្ងួតហើយរឹងពេកណាបន្ទាប់ពីកូរម្សៅរួចរាល់ហើយខ្ញុំយកម្សៅនឹងមកចាក់ចូលទៅក្នុងពុម្ពសម្រាប់ធ្វើនំហើយបើសិនជាអ្នកទាំងអស់គ្នាមានពុម្ពនឹងទេដាក់ក្នុងកូនចានចង្កឹះតូចៗក៏បានដែរប៉ុន្តែធ្វើដូចខ្ញុំអញ្ចឹងស្រួលហើយចំណេញទៀតដោយសារអីយើងអត់ប្រើចានច្រើនហើយបើសិនយើងប្រើចានច្រើនអញ្ចឹងគឺយើងត្រូវការលាងចានច្រើនមែនទែនដោយសារតែយើងធ្វើនំម្ដងយ៉ាងតិចក៏10នំជាងទៅ20នំជាងដែរអញ្ចឹងបើយើងដាក់ចាន20ហ្នឹងគឺលាងក៏ហត់ដែរអញ្ចឹងធ្វើដូចខ្ញុំទៅមានពុម្ពមកសម្រាប់ដុតនំអញ្ចឹងចាក់អញ្ចឹងគឺស្រួលហើយលាងតែ2គឺរួចរាល់តែម្ដងពេលដែលយើងចាក់ម្សៅចូលទៅក្នុងពុម្ពគឺយើងចាក់ស្ដើងបានហើយកុំឲ្យចាក់ក្រាស់ពេកហើយបន្ទាប់មកយើងដាក់ស្នូលសណ្តែកទៅស្នូលសណ្តែកគឺយើងធ្វើផែតតិចហើយយើងយកស្លាបព្រាដួសដាក់ពីលើបន្តិចមកគឺឆ្ងាញ់ជាងស្នូលស្ងួតហើយរឹងណាពេលចាក់បើសិនជាវាអត់ពេញពុម្ពទេយើងយកវែកឬក៏ស្លាបព្រាគៀសវាឲ្យពេញពុម្ពនឹងមកពេលដែលចាក់ម្សៅចូលក្នុងពុម្ពត្រូវការញាប់ដៃបន្តិចព្រោះឲ្យយើងចាក់3តង់ណាទី1គឺយើងចាក់ម្សៅសិនហើយបន្ទាប់មកគឺយើងដាក់ស្នូលហើយបានយើងយកម្សៅហ្នឹងចាក់ពីលើ1តង់ទៀតអញ្ចឹង3តង់យើងត្រូវការញាប់បន្តិចដើម្បីកុំឲ្យម្សៅហ្នឹងវាឆាប់ឡើងស្ងួតប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាកំពុងតែចាក់ម្សៅនៅក្នុងឆ្នាំងរបស់អ្នករៀងឡើងស្ងួតខាប់អញ្ចឹងអ្នកទាំងអស់គ្នាអាចយកទៅកូរលើភ្លើងម្ដងទៀតអញ្ចឹងម្សៅអ្នកទាំងអស់គ្នានឹងរាវមកវិញហើយប៉ុន្តែដែលសំខាន់ពេលដែលយើងចាក់ចូលពុម្ពហើយគឺយើងត្រូវការញាប់ដៃព្រោះឲ្យម្សៅហ្នឹងគឺឆាប់ឡើងស្ងួតអញ្ចឹងណាអញ្ចឹងយើងចាក់ញាប់ដៃទៅម្សៅដែលយើងចាក់ចូលទៅវាឃើញរាងនំស្អាតបើសិនជាយើងចាក់រាងយឺតអញ្ចឹងម្សៅនឹងស្ងួតអញ្ចឹងវាអត់ស្មើគ្នាទេវារាងឃើញដុបនៅក្នុងនឹងអញ្ចឹងណាពេលដែលចាក់ម្សៅពីលើហើយអញ្ចឹងធម្មតាយើងចាក់ទៅវាអត់ឃើញស្មើស្អាតទេអញ្ចឹងយើងយកលព្រាគៀសម្សៅនឹងតិចឲ្យធ្វើម៉េចឲ្យពេញពុម្ពនឹងទៅដល់ពេលនំនឹងឡើងស្ងួតឃើញវាមូលរលោងស្អាតហើយសម្រាប់ម្សៅនេះពេលយើងចាក់យើងមិនបាច់លាបប្រេងលាបអីទេដោយសារតែម្សៅនេះរលោងស្អាតវាអត់មានជាប់ស្អិតនឹងពុម្ពទេបន្ទាប់ពីចាក់ហើយអញ្ចឹងយើងទុកវារហូតដល់វាឡើងស្ងួតមកអញ្ចឹងយើងអាចយកវាមកញ៉ាំបានហើយសម្រាប់ទឹកខ្ទិះគឺយើងដាក់អំបិលចូលបន្តិចស្ករចូលបន្តិចឲ្យរសជាតិប្រៃឡែមបន្ទាប់មកយើងបន្ថែមទឹកម្សៅឆាបន្តិចមកដើម្បីឲ្យទឹកខ្ទិះយើងឡើងខាប់គឺស្រួលធ្វើទេហើយយើងយកមកស្រូបជាមួយនំនឹងមកបើសិនជាអ្នកនរគ្នាចូលចិត្តស្លឹកខ្ទឹមយើងអាចបន្ថែមស្លឹកខ្ទឹមនៅក្នុងទឹកខ្ទិះនឹងបន្តិចមកអញ្ចឹងគឺរសជាតិឆ្ងាញ់ដូចគ្នាសម្រាប់នំនេះគឺស្រួលធ្វើមែនទែនជាពិសេសគឺការលាយម្សៅគឺស្រួលធ្វើមែនទែនហើយរសជាតិឆ្ងាញ់ទន់ល្មើយតែម្ដងណាហើយណាមួយនំហ្នឹងគឺខ្ញុំធ្វើស្នូលសណ្តែករបៀបទុនដល់ពេលយើងយកទៅដាក់ជាមួយនឹងសាច់នំទុនទៀតគឺរឹតតែឆ្ងាញ់ណាហើយបន្ថែមជាមួយនឹងទឹកខ្ទិះមកគឺថាឆ្ងាញ់មែនទែនបើនិយាយពីរសជាតិវិញពេលដែលយើងដាក់ចូលក្នុងមាត់នំនឹងទុនហើយយើងសឹងថាមិនបាច់ទៅពៀទេគឺវាទុនវារលាយខ្លួនវានៅក្នុងមាត់ហ្មងណាអញ្ចឹងបើអ្នកទាំងអស់គ្នាចង់ធ្វើញ៉ាំអាចរៀនធ្វើតាមខ្ញុំបានហើយស្នូលសណ្តែកដូចខ្ញុំនិយាយអញ្ចឹងបើអ្នកទាំងអស់គ្នាចេះធ្វើនំបាញ់ចានឿកអញ្ចឹងគឺស្នូលនំបាញ់ចានឿកនឹងឯងដូចគ្នាទាំងអស់ហ្មងណាហើយម្សៅនេះក៏ស្រួលកូរទៀតកូរតែមួយផ្លេតហ្នឹងគឺយកមកចាក់ធ្វើជានំញ៉ាំបានហើយនេះអ្នកទាំងអស់គ្នាមើលសាច់នំឡើងទុនហ្មងណាហើយនេះគឺជានំដែលខ្ញុំដាក់ស្រូបទឹកខ្ទិះដើម្បីរៀបយកមកញ៉ាំនេះសម្រាប់នំនេះគឺក្មេងៗក៏អាចញ៉ាំបានដែរដោយសារតែទុនដល់ពេលក្មេងៗញ៉ាំគឺចូលចិត្តណាហើយនេះខ្ញុំនឹងពុះបង្ហាញជូនអ្នកទាំងអស់គ្នាមើលនៅផ្នែកខាងក្នុងណាខាងក្នុងក៏ទុនល្មើយខាងក្រៅក៏ទុនល្មើយដែរនេះស្នូលសណ្តែកដែលខ្ញុំធ្វើនោះគឺខ្ញុំកិនម៉ត់ខាយឲ្យទុនតែម្ដងណា
អ្នកទាំងអស់គ្នាចង់ញ៉ាំអញ្ចឹងគឺរៀនធ្វើខ្លួនឯងនៅផ្ទះទៅអត់ពិបាកទេស្រួលធ្វើណាស់អ្នកទាំងអស់គ្នាហើយត្រូវជាមួយនឹងទឹកខ្ទិះប្រៃឡែមៗផ្អែមឡែមៗគឺកាន់តែឆ្ងាញ់